ទាំងវោហារស័ព្ទទាំងពាក្យគំរោះគំរើយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលតែងតែប្រើទៅលើក្រុមអ្នករិះគន់ហាក់ដូចជានៅស្ងៀមស្ងាត់នៅក្រៅការបោះឆ្នោតអាណត្តិទី5នេះតើការប្រើពាក្យសម្ដីគំរោះគំរើយបង្កប់ដោយហិង្សារបស់មេដឹកនាំកម្ពុជាបែបនេះជាគំរូល្អដល់កូនខ្មែរដែរឬទេសូមលោកអ្នកនាងអញ្ជើញស្ដាប់បទវិភាគរបស់ខ្ញុំបាទអំពីបញ្ហានេះនៅមុនការបោះឆ្នោតអាណត្តិទី5ឆ្នាំ2013លោកហ៊ុនសែនបានប្រើសម្ដីធ្ងន់ធ្ងរទៅកាន់ក្រុមអ្នករិះគន់របស់លោកដូចជាក្រុមអ្នកវិភាគក្រុមសង្គមស៊ីវិលក្រុមមន្ត្រីអង្គការសហប្រជាជាតិរហូតដល់ក្រុមបកប្រឆាំងថែមទៀតប៉ុន្តែពាក្យសម្ដីធ្ងន់ធ្ងររបស់លោកពោពេញទៅដោយមោទនភាពនោះហាក់ស្ងាត់ស្ងៀមទៅវិញនៅក្រៅការបោះឆ្នោតនៅពេលគណៈបកប្រជាជនកម្ពុជាជ្រុះអាសនៈពីរដ្ឋសភាចំនួន22នោះពាក្យសម្ដីបង្កប់ទៅដោយការប្រមាថការគំរាមនិងហិង្សាទាំងនោះរួមមានបិទទ្វារវាយឆ្កែតាមចាប់ដល់ផ្ទះប្រសិនហៅអាក្បត់ជាតិក្រុមមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសុទ្ធតែមកពីបណ្ដាប្រទេសអន់ថយជាងកម្ពុជាគ្មានផ្លូវនឹងលើកលែងទោសឲ្យមេបកប្រឆាំងទេបើមិនទាន់ចេះលេងល្បែងសាមកុកទេកុំទាន់ហ៊ានលេងជាមួយហ៊ុនសែននិងចលនារបស់ក្រុមបកសង្គ្រោះជាតិជាព្យុះក្នុងក្អមជាដើមខ្ញុំសូមផ្ដាំទៅអ្នកឯងចង់ឲ្យមានកុបកម្មបែបទុយនេះខ្ញុំនឹងបិទទ្វារវាយឆ្កែពេលនេះផ្ដាំឲ្យហើយបើអ្នកឯងប្រមូលគ្នាបានសូមជើញមកតែសូមផ្ដាំមួយម៉ាត់ផ្ដាំថាកុំជេរពួកអក្បត់ជាតិតែជេររឿងឲ្យលោកឯងហ៊ានទៅបើហើយហ៊ានបើបែកក្នុងឲ្យរដ្ឋាភិបាលបើមិនចាប់លោកឯងដល់ផ្ទះនេះថ្វាយគុំកុំនិយាយពីរឿងសិទ្ធិបញ្ចេញមតិលើរឿងបែបនេះកុំថាមានអភិឯកសិទ្ធិណាអភិឯកសិទ្ធិក៏ត្រូវដាក់សិនដែរ5មកហើយសូមបញ្ជាក់ដល់សំណាក់ទីលើកនេះអត់មានបោករុកមិនបានទេว่าអានឹងមិនតែជាវិជារបស់វាតែឲ្យដល់ឲ្យអានឹងប្រយោជន៍ណាស់បើចូលចេញទៅប្រទេសដល់ចូលដល់rồiអាមេរិកមកដាក់ឡើងឡើងរហូតអត់ឯងបន្តទៀតសម្រាប់តាមគុកនេះកុំអាលេជាមួយខ្លួនរឿងខ្លះកុំបីបន្តធ្វើបាននេះបន្តធ្វើហ៊ុនសែនធ្វើនៅតាមបទនេះប្រភេទតែវិញទេឯនេះកំពុងគិតអំពីខ្យល់ព្យុះដែលវាយបាក់បោយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋតែព្យុះនយោបាយរបស់លោកក្រាន់តែជាព្យុះក្នុងដបឬព្យុះក្នុងក្អមទេគ្មានផលប៉ះពាល់អីសូម្បីតែបន្តិចចំណុចខ្លះនៃសម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានលក្ខណៈស្រដៀងគ្នាទៅនឹងអតីតមេដឹកនាំប្រទេសលីប៊ីលោកមួម៉ាល់កាដាហ្វីដែលបានប្រមាថក្រុមអ្នកប្រឆាំងរបស់ខ្លួនថាជាសត្វកណ្ដុរចំណែកក្រុមអតីតមេដឹកនាំប្រទេសរវ៉ាន់ដាកាលពីឆ្នាំ1994បានចាត់ទុកក្រុមប្រជាពលរដ្ឋរបស់ខ្លួនដែលលោកមិនចូលចិត្តថាជាសត្វកន្លាតក្រោយមកមនុស្សជិត1លាននាក់ត្រូវបានសម្លាប់រង្គាលងាកមកបរិបទកម្ពុជាវិញការចាត់ទុករបស់លោកហ៊ុនសែនដែលថាក្រុមបកប្រឆាំងជាព្យុះក្នុងក្អមនោះអាចជាការប៉ាន់ស្មានខុសស្រឡះដោយសារព្យុះក្នុងក្អមនេះបានคล้ายទៅជាមហាព្យុះសង្ឃរាធ្វើឲ្យគណៈបកប្រជាជនកម្ពុជាភ័យស្ទឹងលួសព្រលឹងនៅពេលអាសនៈរបស់ខ្លួនបានជ្រុះបាត់ចំនួន22អាសនៈពីចំនួន90អាសនៈនៅឆ្នាំ2008មកត្រឹម68អាសនៈក្នុងឆ្នាំ2013នេះដូច្នេះការបោះឆ្នោតអាណត្តិទី5កន្លងទៅនេះអាចធ្វើឲ្យលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាបាក់មុខនិងផ្លាស់ប្ដូរទស្សនៈចំពោះគណៈបកប្រឆាំងលើសពីនេះពាក្យឃោសនារបស់លោកហ៊ុនសែនដែលថាបើអាណិតបើស្រឡាញ់ហ៊ុនសែនសូមបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជានោះហាក់ជាការវាយតម្លៃខុសនៅកម្រិតយល់ដឹងរបស់ប្រជាជនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាតួអង្គសំខាន់នៃគណៈបកប្រជាជនកម្ពុជាការបាត់បង់អាសនៈចំនួន22របស់គណៈបកប្រជាជនកម្ពុជាបានធ្វើឲ្យលោកហ៊ុនសែនអាចកាត់បន្ថយនៅមោទនភាពរបស់លោកបើទោះបីជាតួអង្គលោកហ៊ុនសែនស្ថិតនៅក្នុងភាពស្ងៀមស្ងាត់បន្តិចក៏ដោយប៉ុន្តែលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាហាក់គ្មានខ្លាចក្រែងនៅភាពស្របច្បាប់នៃសកម្មភាពរបស់ខ្លួនសោះឡើយឧទាហរណ៍ថ្មីនេះរដ្ឋសភាដែលមានតែបកប្រជាជនកម្ពុជាបានអនុម័តបង្កើតនិងបំបែកក្រសួងថ្មីចំនួន3រួមមានក្រសួងមុខងារសាធារណៈក្រសួងឧស្សាហកម្មនិងសិប្បកម្មព្រមទាំងក្រសួងរ៉ែនិងធម្មពលបន្ទាប់មកបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ2014ថែមទៀតការប្រញាប់ប្រញាល់ធ្វើបែបនេះគឺនៅចំពេលដែលគណៈបកសង្គ្រោះជាតិធ្វើពហិការមិនចូលរួមក្នុងរដ្ឋសភាហើយលោកហ៊ុនសែនប្រហែលជាចង់ដាក់សម្ពាធដល់គណៈបកសង្គ្រោះជាតិឲ្យចូលរួមក្នុងរដ្ឋសភាឲ្យបានឆាប់បញ្ហាមួយទៀតសម្រាប់រដ្ឋាភិបាលបច្ចុប្បន្នដែលអ្នកសង្កេតការណ៍ខ្លះចាត់ទុកថាខ្វះភាពស្របច្បាប់នោះគឺដោយសារមានបាតកម្មតវ៉ារបស់មហាជនពីគ្រប់ទិសទីទាមទាររកយុត្តិធម៌ទៅនឹងបញ្ហាផ្សេងៗក្នុងសង្គមក្រៅតែវិបត្តិបោះឆ្នោតដ៏ចម្រូងចម្រាសបញ្ហាផ្សេងទៀតដែលជាប្រធានបទតវ៉ារបស់ពលរដ្ឋរួមមានបញ្ហាដីធ្លីកម្មកររោងចក្រត្រូវថកែរំលោភសិទ្ធិការងារបញ្ហាប្រាក់ខែមន្ត្រីរាជការតិចតួចរស់មិនបានហើយបើកយឺតយ៉ាវទៀតបញ្ហាពុករលួយស៊ីរូងដល់ឆ្អឹង
បញ្ហាតុលាការមិនឯករាជ្យបញ្ហាអត់ការងារធ្វើបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់បញ្ហានីតិរដ្ឋភាពបញ្ហាវិនិស្សកម្មព្រៃឈើដែលបង្កឡើងដោយក្រុមអង្គការមហាសេដ្ឋីនិងក្រុមហ៊ុនបរទេសដែលស្និទ្ធស្នាលនឹងគណៈបកប្រជាជនកម្ពុជាជាដើមបញ្ហាទាំងនេះកើតមានជាយូរឆ្នាំមកហើយដែលរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនសែនជាច្រើនអាណត្តិមកនេះហាក់គ្មានសមត្ថភាពក្នុងការដោះស្រាយក្រុមអ្នកសង្កេតការណ៍ជាច្រើនមើលឃើញថាជំងឺដ៏ធ្ងន់ធ្ងរចាក់ឬស៊ីជម្រៅដល់លំបាកព្យាបាលនោះគឺអំពើពុករលួយបកពួកនិយមនិងគ្រួសារនិយមនៅក្នុងជួររដ្ឋាភិបាលដោយសារវិបត្តិទាំងនេះហើយទើបគណៈបកប្រជាជនកម្ពុជាបានបាត់បង់ការគាំទ្រច្រើនពីមហាជនក្រុមអ្នកខ្លំមើលបញ្ហានយោបាយខ្លះនិយាយថារោគសញ្ញាសង្គមកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជានៅពេលនេះសឹងប្រហាក់ប្រហែលគ្នាទៅនឹងរោគសញ្ញានៃសហភាពសូវៀតមុនពេលដួលរលំក្នុងឆ្នាំ1989មុនពេលសហភាពសូវៀតដួលរលំសូវៀតបានជួបវិបត្តិនីតិនគរភាពធ្ងន់ធ្ងរដោយសារមន្ត្រីជាន់ខ្ពស់ជាច្រើនលែងទុកចិត្តទៅលើគោលការណ៍ដឹកនាំនៃរបបនោះងាកមកកម្ពុជាឯនេះវិញគេសង្កេតឃើញថាការថ្លែងសន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនហាក់ធ្លាក់ចុះប្រជាប្រិយភាពលោកហ៊ុនសែននៅពេលថ្លែងសន្ទរកថាម្ដងលោកបានចំណាយពេលច្រើនម៉ោងតែម្នាក់ឯងដោយលោកតែងតែឆ្លៀតឱកាសនោះជេរថ្មាសតេះដៀលដល់គណៈបកប្រឆាំងនិងក្រុមអ្នកហ៊ានរិះគន់ដល់គោលនយោបាយរបស់លោកទម្លាប់និយាយទេសនាជាច្រើនម៉ោងតែម្នាក់ឯងមិនហ៊ានឲ្យអ្នកណាសួរសោះត្រូវបានរងការរិះគន់ជាច្រើនឧទាហរណ៍ដូចជានៅពេលឆ្លើយបំភ្លឺនៅរដ្ឋសភាអំពីបញ្ហាព្រំដែនកម្ពុជាវៀតណាមលោកបាននិយាយអស់ជាង5ម៉ោងតែម្នាក់ឯងសម្រាប់ក្រុមអ្នកហែហមលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិញក្នុងពេលថ្មីនេះហាក់លែងសូវយកចិត្តទុកដាក់ទៅហើយនៅពេលលោកថ្លែងសន្ទរកថានៅទីកន្លែងផ្សេងៗជាច្រើនម៉ោងដូចនេះគេសង្កេតឃើញថាអ្នកខ្លះនិយាយគ្នាលេងអ្នកខ្លះចង្អុលមេឃចង្អុលផ្កាយអ្នកខ្លះយកកាសែតមកអានអ្នកខ្លះស្ងាត់ដោយមិនចង់អារម្មណ៍ស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីនោះឡើយនៅពេលដែលមេដឹកនាំនៃប្រទេសមួយពូកែតែខាងទ្រឹស្ដីឬវោហារសាស្ត្រតែមិនអាចរកដំណោះស្រាយចំពោះវិបត្តិសង្គមជូនប្រជាពលរដ្ឋរបស់ខ្លួនបានទេនោះភាពស្របច្បាប់នៃការដឹកនាំរបស់មេដឹកនាំរូបនោះក៏កាន់តែសាបរលាបទៅដែរនេះអាចបញ្ជាក់ថាទឹកមាត់របស់លោកហ៊ុនសែនហាក់លែងសូវប្រៃដូចមុនទៀតដូច្នេះការប្រើសម្ដីធ្ងន់ធ្ងររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីបំបាក់ស្មារតីគូប្រកួតនយោបាយនិងពាក្យគំរោះគំរើយប្រមាថមើលងាយមើលថោកទៅលើក្រុមអ្នករិះគន់ដូចជាការហៅក្រុមបកប្រឆាំងជាព្យុះក្នុងក្អមនិងការថ្លែងបែបមាក់ងាយទៅលើលោក Jasgai និងលោក Surya Subadi បេសកជនសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនោះអាចកាន់តែបង្កើនកម្ដៅដល់ប្រជាពលរដ្ឋទៅវិញទេនៅខណៈមនុស្សរាប់លាននាក់កំពុងតែខឹងសម្បារដ្ឋាភិបាលទីក្រុងភ្នំពេញក្នុងករណីរំលោភសិទ្ធិមនុស្សបញ្ហារឹបអូសដីធ្លីពីអ្នកក្រនិងអ្នកគ្មានអំណាចទៅឲ្យអ្នកមានអំណាចនិងឈ្មួញទុច្ចរិតបញ្ហាយុវជនរាប់សែនអ្នកគ្មានការងារធ្វើបញ្ហាមនុស្សរាប់ម៉ឺនអ្នកធ្វើចំណាក់ស្រុកទៅរកការងារនៅក្រៅប្រទេសរងការធ្វើបាបពីបរទេសនិងអំពើពុករលួយជាប្រព័ន្ធភាពតានតឹងខាងផ្លូវចិត្តនិងកំហឹងកប់ក្នុងទ្រូងរបស់មហាជនខ្មែរដោយសារតែវិបត្តិសង្គមគ្មានដំណោះស្រាយទាំងនេះប្រៀបបានដូចជាងងើកភ្លើងដែលងាយនឹងផ្ទុះឆាបឆេះឈួលឡើងនៅពេលដែលកំទេចចម្បាំងត្រូវគេបោះចូលទៅដូច្នេះការប្រើពាក្យសម្ដីអសុរោះខ្វះសុជីវធម៌របស់មេដឹកនាំប្រទេសនៅលើវេទិកាសាធារណៈដែលមនុស្សទូទាំងប្រទេសមើលឃើញនិងស្ដាប់ឮនោះប្រហែលជាមិនត្រឹមតែមិនបានជួយអប់រំដល់កូនខ្មែរឲ្យមានសីលធម៌ល្អប៉ុណ្ណោះទេតែប្រហែលបានជាគំរូអាក្រក់សម្រាប់ពលរដ្ឋខ្មែរថែមទៀតផងខ្ញុំតាំងសារ៉ាដាវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington